nơi khốn đông nào chỉ vớtមនុស្សម្នាក់ប្រៀបដូចជាអ្នកបើកបរនាវានៅកណ្ដាលមហាសមុទ្រដែលត្រូវជួបប្រទះទាំងរលកស្ងប់ស្ងាត់និងព្យុះភ្លៀងកត្តាសំខាន់បំផុតមួយដែលរារាំងឬរុញច្រានយើងក្នុងដំណើរនេះគឺពាក្យសម្ដីរបស់អ្នកដទៃមានទស្សនៈមួយបានលើកឡើងថាមនុស្សកុំរស់តាមពាក្យគេព្រោះអ្នកខ្លះថាឲ្យយើងរីកចម្រើនឯអ្នកខ្លះទៀតថាឲ្យយើងអន្តរាយពាក្យសម្ដីមានអំណាចខ្លាំងណាស់វាអាចជាថ្នាំទិព្វដែលជួយព្យាបាលចិត្តនិងផ្ដល់កម្លាំងចិត្តប៉ុន្តែវាក៏អាចជាអាវុធដែលសម្លាប់ក្តីសង្ឃឹមរបស់មនុស្សម្នាក់បានយ៉ាងងាយពាក្យដែលនាំឲ្យរីកចម្រើនគឺជាការរិះគន់ក្នុងន័យស្ថាបនាឬការផ្ដល់យោបល់ដោយក្តីមេត្តាមនុស្សដែលស្រឡាញ់យើងពិតប្រាកដនិងនិយាយការពិតដើម្បីឲ្យយើងកែតម្រូវចំណុចខ្វះខាតពាក្យដែលនាំឲ្យអន្តរាយគឺជាការបង្អាប់បង្អោនការច្រណែនឈ្នានីសឬការសើចចំអកដើម្បីឲ្យយើងបាក់ទឹកចិត្តពាក្យទាំងនេះច្រើនតែចេញពីមាត់មនុស្សដែលមិនចង់ឃើញយើងជោគជ័យជាងគេប្រសិនបើយើងយកជីវិតទៅផ្ញើលើសម្ដីគេយើងនឹងក្លាយជាតុក្កតាដែលគេបញ្ជាបានគ្រប់ពេលបាត់បង់ភាពជាម្ចាស់ការបើគេសរសើរយើងសប្បាយបើគេជេរយើងនឹងយំបែបនេះមានន័យថាសេចក្តីសុខរបស់យើងស្ថិតក្នុងមាត់អ្នកដទៃមិនមែនស្ថិតក្នុងចិត្តយើងឡើយគ្មានអ្នកណាម្នាក់ស្គាល់យើងច្បាស់ជាងខ្លួនឯងគេឃើញត្រឹមតែសម្បកក្រៅគេមិនបានដឹងពីការខិតខំការឈឺចាប់ឬគោលដៅពិតប្រាកដរបស់យើងឡើយដូច្នេះការសម្រេចចិត្តលើសម្ដីអ្នកដែលមិនដឹងរឿងពិតគឺជាកំហុសដ៏ធំជារួមមកជីវិតជារបស់យើងសេចក្តីសុខក៏ជារបស់យើងមិនអាចខាត់មាត់អ្នកដទៃមិនឲ្យនិយាយបានទេប៉ុន្តែយើងអាចខាត់ចិត្តខ្លួនឯងបានមិនឲ្យរវើរវាយតាមសម្ដីគេបានចូរចងចាំថាអ្នកដែលជោគជ័យគឺជាអ្នកដែលយកដុំថ្មដែលគេក្រវេដាក់មកធ្វើជាគ្រឹះសម្រាប់សង់ប្រាសាទដ៏រឹងមាំរស់ដើម្បីខ្លួនឯងដើម្បីអ្នកដែលស្រឡាញ់យើងនិងដើម្បីសង្គមជាតិដោយឈរលើមូលដ្ឋាននៃភាពត្រឹមត្រូវនោះទោះបីជាអ្នកដទៃថាអ្វីក៏ដោយក៏វាមិនអាចធ្វើឲ្យយើងអន្តរាយបានដែរ